ជំរាបសួរសូមស្វាគមន៍មកកាន់ដំណើរកម្សាន្តដោយម៉ូតូទៅកាន់ខេត្តតាកែវចេញពីក្រុងសៀមរាបផ្ទះខ្ញុំណាម៉ោង 5 កន្លះហើយទៅដល់ស្រុកទន្លេមេទីខេត្តតាកែវម៉ោង 2 កន្លះចាហើយសម្រាប់ពេលសៀននេះគឺទៅលេងនៅប្រាសាទតាព្រហ្មទន្លេមេទីចាប្រាសាទនេះកសាងដោយព្រះបាទជ័យវរ្ម័នទី 7 ក្នុងសតវត្សទី 12 ដើម្បីទឹកថ្វាយដល់ពុទ្ធសាសនាមហាយានលោកេស្វរៈដែលស្ថិតក្នុងរចនាបថបាយ័នចាប្រាសាទនេះធ្វើពីថ្មភក់ដែលមានក្បូរក្បាច់រចនានឹងស្តៀងទៅនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរគ្រាន់តែថាប្រាសាទតាព្រហ្មទន្លេបាទីនេះមានទំហំតូចជាងចាហើយពេលចេញពីនេះមកខ្ញុំក៏ទៅលេងសួនសត្វភ្នំតាម៉ៅដែលគោលបំណងធំហ្នឹងគឺទៅលេងសត្វដំរីដែលមានរំដួលចម្ប៉ាចម្រើនសាគរឈូកចាណាមហើយនិងលំផាត់អរគុណសិនអរគុណទៀតជួយចិត្តឲ្យគាត់នេះទៅថ្ងៃក្រោយទីមកស្រាទឹកឲ្យអរគុណមកចូលចិត្តទៅមួយនឹងអស់ដល់ឃើញចំណៃដល់អរគុណអរគុណអស់ចំណៃអរគុណលីអរគុណតែចេញទៀតមិនដើរដល់ថ្ងៃហ្នឹងអរគុណចាំអត់ហើយai cần bộ tam kia hếtអរគុណđi hết đây nữa đây អរគុណមួយទៀតក្រៅពីដំរីដ៏ខ្ជូតខ្ជូតហើយមានសត្វផ្សេងៗជាច្រើននៅក្នុងតាម៉ៅដូចជាសត្វកាពើឆ្លូសរមាំងដើខ្លាតោតែពេលខ្ញុំថតតែដំរីទេសារស្រឡាញ់ដំរីខ្លាំងជាងសត្វផ្សេងសត្វផ្សេងក៏ស្រឡាញ់ដែរគាត់ថាស្រឡាញ់មុំទីបំផុតបានមកជួបចំណាមហើយនឹងលំផាត់អីបងប្អូនគេ2នាក់នឹងគេថាអូស្រឡាញ់គ្នាណាស់មើលអូគៀកកើយថើបគ្នាខ្ជូតហើយកណេះលំផាត់គេនៅមួយប៉អ៊ំប្រប៉ាគេសម្រាប់អស់ហើយនេះប្រជូក៏ពេលគេបានបើគេចេះអរគុណណានេះអ្នកតលេងហ្នឹងគេទិញបើទៅផ្ញើទៅចេះអរគុណដំរីនៅក្នុងនេះសឹកតែចេះអរគុណសឹកទាំងអស់ហ្នឹង